បន្ទាប់ពីបានជួបឃាតករស្រីនឹងគ្រីក៏បានសរសើរដែរថានាងពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ហើយពេលនោះនាងក៏បាននិយាយទៅកាន់គ្រីថា Rachel ហើយគ្រីក៏បានសួរទៅនាងថា Rachel ស្អីគេហើយនាងក៏បានតបថានៅក្នុងក្រុមឃាតករកំបិតរាត្រីនាងមានឈ្មោះទី26ហើយនាងវឹកហាត់ខ្លាចជាឃាតករដោយគ្មានឈ្មោះត្រឹមត្រូវនោះទេតែនៅពេលដែលនាងគេនាងតែងតែមានសុបិនមួយគឺគេហៅនាងថា Rachel មិនមែនលេខ26ទេហើយឲ្យតែពេលនាងសម្រាកនាងតែងតែឮឈ្មោះនឹងម្ដងហើយម្ដងទៀតហេតុនឹងហើយទើបធ្វើឲ្យនាងឆ្ងល់ខ្លួនឯងហើយថាតើនាងនឹងគឺជា Rachel ឬក៏ជាលេខ26ឲ្យពិតប្រាកដរហូតដល់ថ្ងៃមួយនៅពេលដែលកំពុងបំពេញភារកិច្ចនាងបានជួបនឹងគ្រូទាយមួយហើយគេគឺជាបរិសខ្វាក់ភ្នែកមុនដំបូងនាងគិតថាគេក៏ជាជនបោកប្រាស់ដែរប៉ុន្តែស្រាប់តែគ្រូទាយនោះបាននិយាយថានៅក្នុងយប់ខ្មៅងងឹតនឹងមានដាតភ្លើងពណ៌ខៀវងងឹតនឹងមកសម្រាប់ខ្ញុំប៉ុន្តែខ្ញុំមិនខ្វល់ពីសេចក្តីស្លាប់នោះទេប៉ុន្តែខ្ញុំគ្រាន់តែចង់ដឹងថាឈ្មោះរបស់ខ្ញុំលេខ26ឬក៏ Rachel មួយណាឲ្យពិតប្រាកដទៅហើយខ្ញុំក៏បានសួរគ្រូទាយនោះទៀតថាតើធ្វើយ៉ាងម៉េចទើបខ្ញុំអាចជៀសវាងពីដាតភ្លើងខៀវងងឹតនោះបានទៅហើយលោកគ្រូទាយក៏បានប្រាប់ខ្ញុំអំពីការជៀសវាងពីអណ្ដាតភ្លើងខ្មៅខៀវងងឹតនេះដែរប៉ុន្តែបន្ទាប់ពីគាត់បាននិយាយឃ្លាបន្ទាប់ទៀតខ្ញុំក៏បានសម្រេចចិត្តនឹងមិនជៀសវាងទៀតទេគឺគាត់បាននិយាយថាពេលដែលខ្ញុំបានជួបភ្លើងខ្មៅខៀវងងឹតនោះវាប្រកាសជាប្រាប់ឈ្មោះពិតរបស់ខ្ញុំជាមិនខានហើយបន្ទាប់ពីឮដូច្នេះគ្រីក៏បានសួរទៅនាងថាណែប្រាប់ខ្ញុំអណ្ដាតភ្លើងខ្មៅខៀវងងឹតនឹងគឺជាខ្ញុំហើយនាងក៏បានតបទៅវិញថាភ្លើងជាមួយនឹងសក់ខៀវងងឹតជាមួយនឹងភ្នែកពណ៌មាសវានឹងឆេះយ៉ាងសន្ធោសន្ធៅបន្ទាប់ពីបានជួបកំបិតនៃពេលរាត្រីហើយទាំងអស់នេះគឺជាអ្វីដែលគ្រូទាយនោះបាននិយាយហើយតើលោកអាចនាំខ្ញុំចេញពីទីនេះបានទេខ្ញុំចង់នៅក្បែរលោកប៉ុន្តែគ្រីក៏បានប្រាប់ថាមិនទាន់ដល់ពេលទេគាត់ក៏បានចាត់ក្នុងចិត្តថាសម្ដីរបស់នាងមិនអាចទុកចិត្តបាននោះទេប៉ុន្តែកុំនិយាយអីពីជំនាញរបស់នាងគឺអាចជួយគាត់បានជាច្រើននៅថ្ងៃអនាគតហើយគាត់ក៏បានសួរនាងថាតើនាងអាចស្បត់ពីភក្តីភាពរបស់នាងមកចំពោះខ្ញុំបានទេប៉ុន្តែពេលនោះនាងក៏បានឆ្លើយថាតើវាចាំបាច់ដែរមែនដល់ឮសម្ដីដ៏ល្អអញ្ចឹងហើយគ្រីក៏បានថាអញ្ចឹងបានហើយនាងទ្រាំនៅទីនេះសិនទៅពេលវេលាមកដល់ខ្ញុំនឹងជួននាងចេញពីទីនេះហើយនាងក៏បានសួរគ្រីថាតើលោកនឹងអាចជួយរកឈ្មោះពិតប្រាកដរបស់ខ្ញុំទេហើយគ្រីក៏បានតបថាបើសិនជាវាចាំបាច់ហើយបន្ទាប់ពីនឹងមកមានខោម្នាក់ដែលបានមកពីរាជធានីដើម្បីមកមើលស្ថានភាពបន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់ហើយធ្វើឲ្យអពាក់មុខយ៉ាប់ឆ្ងល់ជាខ្លាំងព្រោះឲ្យស្ថានភាពកងទ័ពគេបានសរសេរផ្ញើទៅរាជធានីអស់ហើយហេតុអ្វីបានជាខោម្នាក់នឹងមកទៀតហើយបន្ទាប់ពីនិយាយជាមួយខោអេលេចបានចប់សពគ្រប់ក៏មានទាហានម្នាក់បានរាយការណ៍ប្រាប់អពាក់មុខយ៉ាប់ថាគ្រីបានមកវិញហើយធ្វើឲ្យគេសប្បាយចិត្តជាខ្លាំងហើយគេក៏បានទៅជំរុំទ័ពតែម្ដងហើយនៅពេលដែលគេទៅដល់អ្នកគ្រប់គ្រងមន្ទីរក៏បានសួរថាលោកម្ចាស់តើលោកម្ចាស់មកទីនេះដើម្បីអីដែរហើយគេក៏បានឆ្លើយថាយើងមករកគ្រីស្ឯងឆាប់ចេញទៅកុំខ្វល់យើងហើយបន្ទាប់មកគេក៏បានគិតក្នុងចិត្តទៀតថាបើគេអាចយកគ្រីស្បាននោះកងទ័ពទាំងអស់នឹងស្ដាប់តាមបញ្ជាគេជាមិនខានព្រោះអីនៅពេលនេះក្នុងជួរកងទ័ពគ្រីគឺមានឋានៈមិនជាមិនតូចទេហើយបើគេយកគ្រីមកបម្រើគេបាននោះឋានៈរបស់គេប្រកាសជាមានលំនឹងជាមិនខានដូច្នេះហើយគេចាំបាច់ត្រូវតែយកគ្រីមកបម្រើគេឲ្យបានហើយលិតមាត់លិតកឲ្យទៀតពេលមកដល់ជំរំរបស់គ្រីគេក៏បើកចូលជំរំនឹងទៅប៉ុន្តែពេលនោះគេស្រាប់តែឃើញខោដែលមកពីរាជធានីកំពុងនិយាយជាមួយគ្រីបាត់ទៅហើយខោម្នាក់នឹងក៏បាននិយាយទៅកាន់គេថាអូលោកមកទីនឹងដែរមែនណែគ្រីគ្រីតើឯងនឹងមានបំរើអ្នកណាគេអត់នៅទីនេះគ្រីហើយគ្រីក៏បានតបថាតាំងពីលោកម្ចាស់ធំស្លាប់ទៅគេមិនទាន់បានចូលបំរើអ្នកណាទេធ្វើឲ្យខោអ្នកនោះបាត់ជាអជាខ្លាំងហើយសំបីតែអពាក់មុខយ៉ាពេលនេះក៏បានភ័យខ្លួនហើយព្រោះខោម្នាក់នឹងគឺចង់យកគ្រីទៅរាជធានីជាមួយគេហើយបន្ទាប់មកគ្រីក៏បានយល់ព្រមហើយគ្រីក៏បានចាត់ទៀតថាបន្តិចទៀតនឹងមានចំនួនរវាងបងប្អូនពួកគេទាំងពីរហើយដូច្នេះគេត្រូវតែជៀសវាងចេញពីទីនឹងឲ្យឆ្ងាយហើយបន្ទាប់មកនៅពេលរាត្រីគ្រីក៏បានធ្វើដំណើរទៅកន្លែងមួយគឺគេទៅជួបស៊ីតនឹងឯងហើយពេលនោះស៊ីតក៏បានសួរគ្រីដែរថាយើងឮថាឯងនឹងចេញពីទីនេះហើយមែនហើយគ្រីក៏បាននិយាយថាមែនហើយឯងនឹងចង់ខាត់យើងមែនហើយស៊ីតក៏បានតបទៅគ្រីវិញថាណែពេលនេះមិនមែនយើងមកខាត់ឯងទេគួរតែឯងវិញទេដែលគួរជាអ្នកខាត់យើងនៅពេលនេះហើយនៅពេលនេះឯងគួរតែទប់ទល់ជាមួយយើងឲ្យបានយូរបន្តិចហើយគ្រីក៏បានតបទៅស៊ីតវិញថាណែយើងនឹងភ្នាល់ថាឯងប្រកាសជាភ្ញាក់ផ្អើលជាមិនខានទេលើកនេះហើយបន្ទាប់មកស៊ីតក៏បានបើកកម្លាំងវិរបស់គេហើយក៏បាននិយាយទៅកាន់គ្រីថាណែគ្រីមើលទៅឯងដូចជាមិនអន់ទេវិញហើយគ្រីក៏បានតបទៅវិញថាណែកុំតន់ភ្ញាក់ផ្អើលអីនៅពេលនេះហើយស្រាប់តែពេលនោះស៊ីតក៏បានសម្រុកមកវាយគ្រីយកតែម្ដង
តែគ្រីក៏បានរងជាប់បន្ទាប់មកស៊ីក៏បាននិយាយទៅកាន់គេថាឯងអាចទប់ទល់បានផងទេមិនអន់ទេហើយកាត់មកមើលការកាត់របស់គ្រីវិញគឺគ្រីបានកាត់ថាមើលតាមលបឿននិងកម្លាំងរបស់គេគឺគេស្ថិតនៅវិសល្វែ3ដូចជាគេអញ្ចឹងដែរស្រាប់តែពេលនោះស៊ីតក៏បានប្រើលបឿនដល់លឿនរបស់គេស្ទុះមកវាយប្រហារគ្រីហើយគ្រីក៏បានវាយប្រហារតបទៅវិញដែរធ្វើឲ្យពួកគេទាំងពីរនាក់មិនទាន់ដឹងថាមានអ្នកណាឈ្នះអ្នកណាចាញ់នៅឡើយទេបន្ទាប់ពីនឹងស៊ីតក៏បានសរសើរគ្រីដែរថាមើលទៅគ្រីឯងពិតជាខ្លាំងជាងមុនហើយនៅពេលនេះហើយមកមើលគ្រីវិញគឺថាពេលនេះគេក៏បានគិតដែរថាមើលទៅកម្លាំងរបស់គេខ្លាំងជាងមុនក៏ដោយប៉ុន្តែមើលដៃរបស់គេទៅគឺញ័របាត់ទៅហើយដោយសារតែការវាយប្រហាររបស់ស៊ីតពិតជាខ្លាំងណាស់ដូច្នេះហើយគេត្រូវតែបញ្ចប់ការប្រកួតនេះឲ្យលឿនហើយគ្រីក៏បានរត់សម្ដៅទៅរកស៊ីតហើយគេក៏បានយកលំពេងទៅចាក់ស៊ីតទៅប៉ុន្តែស៊ីតក៏បានគេចផុតហើយគេក៏បានដកថយទៅក្រោយបន្តិចទៅហើយគេក៏បាននិយាយទៅកាន់គ្រីថាមើលទៅឯងដូចជាប្រើក្បាច់ចម្លែកដល់ហើយពួកគេទាំងពីរនាក់ក៏បានបើកការប្រយុទ្ធគ្នាទៀតរហូតដល់ធ្វើឲ្យស៊ីតបានស្គាល់ខ្នងគេតបនឹងជញ្ជាំងហើយគ្រីក៏បាននិយាយថាមើលទៅគួរទៅដល់ពេលបញ្ចប់ហើយគ្រីក៏បានយកលំពេងរបស់គេបានបំរុងនឹងចាក់ស៊ីតទៅហើយពេលនោះស្នាមញញឹមរបស់ស៊ីតក៏បានលេចចេញមកធ្វើឲ្យគ្រីក៏បានភ្ញាក់ផ្អើលជាខ្លាំងដោយសារថាចំអានេះវាសាច់គេនោះព្រោះថាពេលនោះស៊ីតបានចាប់លំពេងរបស់គ្រីហើយក៏បាននិយាយទៅកាន់គ្រីថាណែគ្រីមើលទៅឯងដូចជាចិត្តទឹកយើងដូចជាក្មេងដល់ហើយមួយហើយបន្ទាប់មកគេក៏បានបញ្ចេញកម្លាំងវីរបស់គេធ្វើឲ្យស៊ីតកាន់តែភ្ញាក់ផ្អើលទៀតហើយព្រោះថាពេលហ្នឹងស៊ីតបានបញ្ចេញកម្លាំងវីដល់ទៅកលវែ4ហើយនោះធ្វើឲ្យគ្រីក៏បាននិយាយថាមើលទៅគេបានឡើងដល់កម្រិត4ហើយនោះគឺជាកម្រិតកម្ពូលមនុស្សហើយបន្ទាប់មកមើលទៅតាមមុខមាត់របស់គ្រីទៅក៏ដឹងថាមានរឿងអ្វីកើតឡើងដែរហើយពេលនោះគេបានដើរទៅជំរំវិញក៏បានជួបនឹងខោនដែលមកពីរាជធានីហើយខោនអ្នកនោះក៏បានសួរគ្រីថាណាគ្រីឯងកើតស្អីហ្នឹងហើយមានរបួសធ្ងន់បែបនេះយើងត្រូវទៅរាជធានីនៅថ្ងៃស្អែកផងតើឯងមិនអីទេមែនហើយគ្រីក៏បានតបថាមិនអីទេខ្ញុំដើរដួលបន្តិចហ្នឹងហើយថ្ងៃស្អែកហ្នឹងខ្ញុំមិនអីទេខ្ញុំជាអីថ្ងៃស្អែកទំភ័យអីហើយបន្ទាប់មកគ្រីក៏បានមកជំរំវិញហើយអេលីក៏បានមកទីនឹងដើម្បីប្រាប់ពីសម្ដីរបស់ឪពុកនាងដែលប្រាប់ទៅកាន់គ្រីថាពេលទៅរាជធានីនឹងកុំឲ្យបង្ករឿងច្រើនអីជាពិសេសជាមួយនឹងកងរាជវាំងនឹងឯងហើយពួកគេធ្វើអីធ្វើទៅកុំឲ្យតែបង្ករឿងជាមួយពួកគេឯងនៅតែឯងគេនៅតែគេហើយដាច់ខាតកុំឲ្យដកដាវទៅពីអីសោះជាមួយនឹងពួកអាចង្រៃយកនឹងអីហើយគ្រីក៏បានប្រាប់ថាខ្ញុំដឹងហើយកំភៃខ្ញុំនឹងក្មេងស្រួលស្រង់អីខ្ញុំដែររករឿងណាគេមុននេះកាត់មកពេលព្រឹកដល់ពេលធ្វើដំណើរទៅរាជធានីនេះវិញគឺថាពេកមុខយ៉ាប់សម្លឹងគ្រីមិនដាក់ភ្នែកទេគឺព្រោះតែមិនចង់ឲ្យគ្រីទៅណាទេហើយចង់ទៅស៊ីសាច់គ្រីដោយសារតែគិតថាគ្រីនឹងអាចនៅក្រោមបង្គាប់គេអាចជួយគេបានប៉ុន្តែគ្រីបែរជាទៅរាជធានីវិញហើយនៅពេលដែលគ្រីមកដល់រាជធានីគឺមានពិធីស្វាគមន៍គេជាខ្លាំងធ្វើឲ្យគេក៏បានថាអាហ្នឹងមិនធំពេកទេដឹងទេហើយលោកអង្គញានោះក៏បាននិយាយថាមិនធំទេប៉ុណ្ណឹងហើយបន្ទាប់មកព្រះអង្គម្ចាស់ទី3ក៏បានមកដល់គឺបានញែកផ្លូវគេនឹងឯងព្រោះថាខ្លួនធំពេកហើយនៅពេលដែលឃើញព្រះរាជបុត្រទី3គ្រីក៏បានគោរពព្រះរាជបុត្រទី3ដូចជាធម្មតាប៉ុន្តែព្រះរាជបុត្រទី3ក៏បានថាមិនបាច់ទេរឿងពួកយើងដូចជាមិនបាច់ត្រូវការគោរពអីទេហើយគេក៏បាននាំគ្រីទៅបានបរិភោគអាហារទៅបន្ទាប់ពីបរិភោគអាហាររួចព្រះអង្គម្ចាស់ទី3ក៏បានត្រូវមានភារកិច្ចទៅជួបនឹងព្រះអង្គម្ចាស់ដែលជាស្ដេចនឹងឯងហើយគេក៏បានប្រាប់ទីថាកុំឲ្យនឹកគេបន្តិចទៀតគេមកវិញហើយកុំភ័យអីចំណែកឯគ្រីសវិញនៅពេលដែលព្រះរាជបុត្រទី3ចេញទៅបានគេក៏បានថាទីបំផុតយើងមានសេរីភាពហើយគេបបថាយើងគួរតែចេញទៅក្រៅមើលអីសិនហ្នឹងមើលទៅហើយនៅពេលដែលបានមកដល់ច្រកចេញពេលនោះអ្នកយាមទ្វារគឺមិនអនុញ្ញាតឲ្យគ្រីសចេញទៅក្រៅនោះទេពេលនោះគ្រីសក៏បានប្រើកែបភ្នែកសម្លឹងទៅមើលគេហើយក៏បានសួរថាណែនឹងគឺជាបញ្ជារបស់ព្រះអង្គម្ចាស់ទី3មែនហើយពេលនោះទាហាននោះក៏បានប្រាប់ថាមិនមែនជាបញ្ជារបស់ព្រះអង្គម្ចាស់ទី3ទេហើយគេក៏បានថាអញ្ចឹងល្អហើយបើមិនមែនបញ្ជារបស់ព្រះអង្គម្ចាស់ទី3ហើយអ្នកណាជាអ្នកផ្ដល់បញ្ជាក្រែងទូនាទីរបស់ពួកឯងនឹងគឺត្រូវស្ដាប់តាមព្រះអង្គម្ចាស់ទី3និងខ្សែរាជវង្សមែនអត់ហើយគេក៏បានដើរចេញទៅហើយថែមទាំងនិយាយទៀតថាប្រាប់អ្នកបញ្ជាឯងទៅយើងគឺជាអ្នកចេញខ្លួនឯងទេបើគេមករករឿងយ៉ាងម៉េចបន្ទាប់ពីដើរក្នុងរាជធានីបានមួយសន្ទុះស៊ូរីក៏បានដើរមកដល់កន្លែងមួយដែលមានមនុស្សជាច្រើនកំពុងតែមើលក្មេងស្រីម្នាក់កំពុងតែលក់ចង្កៀងពេលនោះក៏មានក្រុមបងធំបានទៅកន្លុកក្នុងការលក់ដូររបស់នាងហើយអ្នកនៅទីនោះក៏បាននិយាយថាអើយពួកហ្នឹងមកទៀតហើយពួកវាតែងតែរករឿងអ្នកលក់ដូរតូចតាចរហូតហ្នឹងពួកចរាយយកហ្នឹងហើយបន្ទាប់ពីឃើញរូបរាងកូនម្នាក់នឹងក៏គ្រីបាននឹងឃើញមនុស្សម្នាក់ដែលជាអ្នកដឹកនាំកងទ័ពកសែងកសហើយគ្រីក៏ចង់ដឹងដែរថាតើនាងដោះស្រាយរឿងនឹងបែបនេះនៅក្នុងជីវិតមុនរបស់នាងនឹងនាងគឺជាមនុស្សអស្ចារ្យណាស់ពេលនេះគឺគេចង់មើលសមត្ថភាពក្នុងការដោះស្រាយបញ្ហានៅពេលនេះណាប៉ុន្តែពេលនោះនាងស្រាប់តែដកកំបិតមកមិននិយាយច្រើនទេហើយចំណែកឯមេបងធំម្នាក់នោះក៏បានដកកំបិតមកដែរធ្វើឲ្យអ្នកនៅទីនោះមានការភ្ញាក់ផ្អើលក៏បាននាំគ្នារត់ឆោតឡើងពេញនឹងទៅ
មើលទៅយើងត្រូវតែទៅជួយនាងហើយបន្ទាប់មកគេក៏បានដើរទៅជួយនាងហើយពេលនោះមេបងធំនោះក៏បានថាណាក្មេងឲ្យមកធ្វើអីហ្នឹងចង់បករឿងមែនហើយមើលទៅមុខខ្លួនឯងសំនឹងកណ្ដាប់ដៃបងដល់ហើយបន្ទាប់មកគេក៏បានវាយប្រហារទៅកាន់គ្រីប៉ុន្តែពេលនោះគ្រីក៏បានកិច្ចហើយបន្ទាប់មកគ្រីក៏បានចាប់ដៃរបស់គេហើយពេលនោះគ្រីក៏បានកាច់ដៃរបស់គេហើយក៏បានវាយប្រហារគេឲ្យសន្លប់បាត់ទៅហើយថែមទាំងនិយាយទៀតថាណាណាគេចង់ចូលមកទៀតយើងមិនប្រកាន់ទេដែលពួកឯងចង់ចូលទាំងអស់គ្នាក៏បានដែរហើយពេលនោះស្រាប់តែមានក្មេងប្រុសម្នាក់ក៏បានចំណាំគ្រីហើយគេក៏បាននិយាយថាអូនោះគឺជាវីរៈបុរសក្នុងសង្គ្រាមគ្រីតានោះធ្វើឲ្យអ្នកនៅទីនោះភ្ញាក់ផ្អើលជាខ្លាំងហើយក៏បាននិយាយថាអូគេគឺជាម្នាក់ដែលអាចទប់ទល់ជាមួយនឹងកងទ័ពចំនួន 2000 នាក់នឹងតែឯងមែនអត់ហើយធ្វើឲ្យពីអ្នកនោះមានការភ័យខ្លាចជាខ្លាំងនៅពេលដែលដឹងថាគ្រីគឺជាវីរៈបុរសនៃសង្គ្រាមហើយពួកគេក៏បានទៅសុំអង្វរគ្រីឲ្យទុកជីវិតឲ្យគេ